បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម Facebook យើងជួបគ្នាសារជាថ្មីទៅលើប្រធានបទ2ដែលរឿងនេះខ្ញុំគាត់ថាខ្ញុំមិនគួរនិយាយតែបើសិនជាខ្ញុំមិននិយាយក៏វាមិនបានដែរព្រោះអីជារឿងដែលកំពុងតែកក្រោបចំពោះអ្នកលេងនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់តែគាត់កំពុងតែមានបាទគេហៅថាអារម្មណ៍នឹងមន្ទិលសង្ស័យហើយក៏មានការសង្ហាក់ចិត្តបាទច្រើនគ្នាខ្ញុំមើលឃើញថាការផុសប្រងព្រាតពាក់ព័ន្ធទៅនឹងរឿងការផ្លាស់ប្ដូរតំណែងលោកស្នងការខេត្តសៀមរាបជាដំបូងខ្ញុំចង់និយាយថាតើការផ្លាស់ប្ដូរនេះវាមានមូលហេតុអ្វីនៅពីក្រោយខ្នងបាទហេតុអីបាននៅសុកទៅផ្លាស់ប្ដូរគាត់ស្របពេលដែលគាត់ទើបតឡើងកាន់តំណែងបាន2ខែបាទជាក់ស្ដែងបើសិនជាបាទការណាប្រព្រឹត្តរបស់គាត់មិនសមគួរមិនសមរម្យនឹងធ្វើឲ្យមានកំហុសដល់ប៉ះពាល់ដល់ប្រជាជនឬមួយដល់ទស្សនអារម្មណ៍របស់អ្នកដទៃក៏យើងគួរតែគិតថាការផ្លាស់ប្ដូរតំណែងនោះវាស័ក្តិសមណាស់សម្រាប់ស្នងការរងតែហេតុអីបានជាបាទយកលោកអធិការក្រុងបាទយកមកដាក់ធ្វើជាស្នងការតើស្នងការរងទាំងអស់គាត់ទៅណាហើយអ្នកដែលឡើងជាស្នងការរងនៅពីក្រោមលោកស្នងការហូវ៉ានីនោះសិតតែជាមនុស្សដែលអត់មានសមត្ថភាពធ្វើការឬក៏យ៉ាងម៉េចបាទរឿងនេះខ្ញុំសូមសំណូមពរដល់បាទអាដាមបាទអគ្គស្នងការនគរបាលជាតិសូមមេត្តាចេញសេចក្តីប្រកាសនិងបកស្រាយឲ្យបានសមគួរព្រោះអីអ្នកលេងនៅក្នុងបណ្ដាញសង្គម Facebook កំពុងតែបាទជ្រួលជ្រើមចំពោះរឿងនេះខ្លាំងបាទខ្ញុំឃើញផុសគ្រប់គ្នាទាំងអស់មិនសំដែងការមិនពេញចិត្តសំដែងការខកចិត្តចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងនិយាយបន្តិចដើម្បីបន្ថែមទៅលើសាច់រឿងហ្នឹងបាទហើយចូលដល់រឿងទី2បាទគឺរឿងស្រីថោកទាបបាទស្រីថោកទាបមីកផ្លោកឡើងគោកដែលនៅកំពង់ឆ្នាំងបាទដែលអតីតវាគឺជាម្ចាស់ account កូនស្រីអ្នកស្នេហាជាតិប៉ុន្តែឥឡូវនេះវាបានដូរឈ្មោះ account ហើយខ្ញុំក៏បានដឹងព័ត៌មានខ្លះថាវាបានទៅលក់ដូរនៅផ្សារលង្កើបាទមីនេះមួយឃើញដែលវីដេអូវាខ្ញុំបាន share ថ្ងៃមុនហើយបាទបងប្អូនបានឃើញហើយវាធ្វើការ live ផ្ទាល់នៅក្នុងកម្មវិធីបុណ្យសពមួយតែខ្ញុំមិនដឹងថាបុណ្យសពរបស់អ្នកណាប៉ុន្តែវានិយាយពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទៅលើសម្ដេចតេជោនាយរដ្ឋមន្ត្រីហ៊ុនសែនដែលនិយាយថាក្រុមគ្រួសាររបស់សម្ដេចតេជោហ៊ុនសែនសុទ្ធតែប្រឡាក់ឈាមលោកបណ្ឌិតកែមលីតើនេះជាការចោទប្រកាន់ឬមួយជាការបញ្ចេញមតិក្នុងនាមជាប្រជាពលរដ្ឋចឹងទេខ្ញុំសូមសំណូមពរដល់ក្រសួងមានសមត្ថកិច្ចមេត្តាចាប់ខ្លួនស្រីថោកទាបនេះដាក់គុកឲ្យបានបន្ថែមទៅរឿងមួយទៀតគឺអតីតម្ចាស់ account ម៉ាក់ Jasmine បាទដែលវាបានយកស្បែកជើងហ្នឹងគប់ទៅលើប៉ាណូដែលមានរូបសម្ដេចទាំងពីរហើយវាធ្វើការប្រមាថធ្ងន់ចឹងគឺជារឿងដែលខ្ញុំមិនអាចទទួលបានទេប៉ុន្តែរឿងនេះខ្ញុំមិនដឹងថាតើសមត្ថកិច្ចអនុវត្តដល់ណាហើយទេឥឡូវនេះវាបានដូរឈ្មោះ account វាដាក់ទៅជាតើខ្ញុំខុសអីហើយមិនដឹងថាវារត់ទៅដល់ណាភ្លាមចាប់វាមិនបានមិនដឹងថាយ៉ាងម៉េចខ្ញុំអត់យល់ថាតើពួកវាចេះបំបង្កាយឬមួយក៏យ៉ាងម៉េចបានជាសមត្ថកិច្ចចាប់វាមិនបានបើវាចេះបំបង្កាយធ្វើតាមក្បួនបំបង្កាយតាមវាមើលចាប់វាបានដាក់គុកឲ្យបានដាច់ខាតបាទរឿងនេះគឺយើងមិនអាចបដិបដោយបានទេព្រោះអីសិទ្ធិបញ្ចេញមតិក្នុងនាមជាប្រជាពលរដ្ឋវាមានដែនកំណត់មិនអាចធ្វើឲ្យលើសលួសហួសហេតុបានទេចំពោះនាយករដ្ឋមន្ត្រីចំពោះថ្នាក់ដឹកនាំនាយករដ្ឋាភិបាលទាំងអស់បាទចូលមកវិញសរុបសេចក្តីខ្ញុំសូមសំណូមពរសារជាថ្មីបាទដល់អាដាមអគ្គស្នងការនគរបាលជាតិសូមមេត្តាបកស្រាយនៅរឿងនេះឲ្យបានឆាប់បន្តិចព្រោះអីកុំឲ្យមានការយល់ច្រឡំបាទកុំឲ្យមានការយល់ច្រឡំទៅលើការផ្លាស់ប្ដូរតំណែងលោកហូវ៉ានីដែលជាស្នងការនគរបាលខេត្តសៀមរាបបាទព្រោះអីរាល់ថ្ងៃនេះគឺមានអ្នកយល់ច្រឡំច្រើនថាបើចង់ផ្លាស់ប្ដូរគួរអីទៅគួរអីដាក់ស្នងការរងឡើងទៅជាស្នងការហេតុអីបានជាយកបាទលោកអធិការក្រុងឲ្យឡើងទៅជាស្នងការផ្លោះរហូតដល់ 3-4 កម្មចឹងទេមានការមិនពេញចិត្តមានការអអន់ចិត្តច្រើនពីសំណាក់មហាជនអ្នកលេងនៅក្នុងបណ្ដាញសង្គម Facebook បាទសូមអរគុណសូមជម្រាបលា